សួស្តីបងប្អូនអរគ្នាថ្ងៃនេះមានម៉ូតូ Scoopy មួយបងប្អូនអរគ្នាបាទគឺគាត់សំដៅយកមកបងប្អូនបាទគឺអាការៈគាត់គឺបញ្ហាគឺដេឆេតឬទូត្រាស់មូរ៉ាបាទគឺទៅមុខទៅក្រោយទៅមុខទៅក្រោយអញ្ចឹងបងប្អូនបាទឥឡូវយើងតាមដានទស្សនាដល់គ្នាតើមកពីមូរ៉ាទេវិញបានម៉ូតូហ្នឹងមានអាការៈបែបនេះបាទឥឡូវចាំដានដល់គ្នា Let's go បងប្អូនអរគ្នាឥឡូវចាប់ដើមមុនដំបូងគឺយើងត្រូវមើលពិនិត្យមើលម៉ូទ័របូមសាំងតើម៉ូទ័របូមសាំងហ្នឹងអាចបូមមកគ្រប់គ្រាន់អត់បាទឥឡូវចាប់ដើមមើលទាំងអស់គ្នាបាទគឺបញ្ហាអាការៈម៉ូតូ Scoopy របស់បងប្អូនអរគ្នាបាទកណ្ដាលគឺចែរឿងទូត្រាស់មូទៅរៀងឆក់លុតឆក់លុតមូខ្លាំងរឿងលុតអីហ្នឹងគឺបញ្ហាមកពីម៉ូទ័របូមសាំងហើយបាទឥឡូវយើងចាប់ដើមមើលទាំងអស់គ្នាបាទក្រុមខ្យល់ដើម្បីឲ្យចេញទូលីសារតិចបាទកាលណាយើងយកគ្រោងម៉ូទ័របូមសាំងចេញមកនៅអាចទ្រុះដីចូលក្នុងធុងសាំងបាទឥឡូវចាប់ដើមយើងយកដួយនឹងចេញបាទយើងដាក់ចូលជាមួយនឹងដុតចូលមើលលេខការរបស់យើងបាទសម្រាប់វាស់នៅម៉ូទ័របូមសាំងតើម៉ូទ័របូមសាំងហ្នឹងអាចប្រើការបានអត់បាទឥឡូវយើងមើលទាំងអស់គ្នាបងប្អូនបាទឥឡូវតើវាប្រហែលគីឡូបាទឥឡូវយើងមើលទាំងអស់គ្នាបាទឥឡូវបើកហើយបាទវាបើកតាក់តោបាទឃើញបងប្អូនបាទគឺថាអត់មានកន្លងទេបងប្អូនបាទប្រយ័ត្នបាទគឺម៉ូទ័រហ្នឹងគឺមិនអាចប្រើការបានទេបាទហើយតែមើលយើងធ្វើការដោះដូរបាទយើងត្រូវការដោះដូរធ្វើយកម៉ូទ័រថ្មីមកដូរដើម្បីឲ្យកម្លាំងវាខ្លាំងនិងប្រើការបានបាទឥឡូវយើងចាប់ផ្ដើមដោះចេញមកបាទដើម្បីយកដូរនៅម៉ូទ័របូមសាំងបាទយើងដោះនាឡិកាសារ៉ាប់យើងវាស់មើលឥឡូវយើងយកចេញមកយើងមូខ្ចៅដើម្បីយកគ្រោងម៉ូទ័របូមសាំងចេញបាទឥឡូវយើងអត់មើលតើម៉ូទ័របូមសាំងហ្នឹងមានបញ្ហាដូចដែលខ្ញុំថាដែរអត់បាទឥឡូវចាប់ដើមមើលរបស់គ្នាបាទយើងយកខ្ចៅនឹង4គ្រាប់យើងចេញមកបាទដើម្បីទប់បាទដំណឹងកុំឲ្យម៉ូទ័របូមសាំងនឹងចេញមកក្រៅកាលណារៀងរហើបបាទគឺណាអាចជ្រាបសាំងចេញមកក្រៅបាទហើយកន្លែងបញ្ហានឹងមួយដែរបាទខ្ញុំធ្លាប់ជួបហើយបាទដូចជាម៉ូទ័រ Summer មួយម៉ូតូ Summer មួយបាទគឺគាត់ដាក់ម៉ូទ័របូមសាំងចូលប៉ុន្តែរីងសម្រាប់ការពារទប់ដីឬក៏ទប់ទឹកបាទในការជ្រាបចូលទៅហ្នឹងគឺគាត់ដាក់ទៅគឺអារីងហ្នឹងគឺអត់បានស៊ុបឡទេបាទគឺរីងនៅខាងលើបាទរីងនៅខាងលើបាទអញ្ចឹងវាធ្វើឲ្យជ្រាបទឹកឥឡូវយើងចាប់ដើមយកចេញមកក្រៅហើយបាទមើលតម្រងបាទសម្រាប់ការពារទៅធូលីគឺរៀងកហ្វយបងប្អូនបាទយើងត្រូវការដូរនឹងចេញមួយបាទឃើញបងប្អូនបាទគឺពណ៌សរលោតទៅពណ៌ខ្មៅហើយបាទឥឡូវយើងចាប់ដើមដោះចេញបាទដើម្បីធ្វើការដោះដូរនៅម៉ូទ័របូមសាំងយើងទាំងអស់គ្នាបាទហើយគឺការដកយកខ្សែភ្លើងចេញហ្នឹងគឺងាយស្រួលចំណាំបងប្អូនបាទមានទេបាទគឺពណ៌ក្រហមខ្មៅក្រហមមានតែប៉ុណ្្នឹងបាទស្រួលចំណាំឥឡូវចាប់ដើមយកចេញមកបាទយើងចេញមកទាំងប្រហែលរួចហ្នឹង3 4គីឡូហ្នឹងបាទជើងមកស្របគ្នាមកយើងទាញមកវាចេញហើយបាទទាញគ្នាមកឃើញបងប្អូនបាទក្លឹបចេញមកហើយនៅជាប់ជាទៀតបាទយើងតឹងតិចបាទកន្លែងយើងអាចបាត់ដោះខ្សែម៉ូទ័របាទឥឡូវចេញមកក្រៅហើយបាទដោះដូរនៅម៉ូទ័របូមសាំងថ្មីបាទឥឡូវដោះដូររួចហើយបាទឥឡូវយើងចាប់ដើមដាក់បង្គំទៅវិញបាទហើយការដាក់ចូលទៅវិញអាកន្លែងលើម៉ូទ័របូមសាំងហ្នឹងបាទចិត្តក្រងហ្នឹងត្រូវមានរីងមួយសម្រាប់ទុកបងប្អូនកាលណាអត់មានរីងហ្នឹងគឺម៉ូទ័របូមសាំងវាបូមដែរប៉ុន្តែខ្សោយគ្រប់កម្លាំងបងប្អូនបាទគឺបូមហើយគឺនឹងធ្លាក់ចុះមកក្រោមគឺអត់បានទិញឡើងមកលើអញ្ចឹងកម្លាំងគឺវាខ្សោយបាទយើងមើលរីងហ្នឹងផងបងប្អូនបាទឥឡូវយើងបង្គំចូលទៅហើយបាទយើងស្កត់តិចដើម្បីឲ្យចូលទៅកលឹះបាទចូលកន្លែងចំកោដៅដែលយើងត្រូវការបាទគឺការដាក់ខ្សែភ្លើងបញ្ចូលគឺងាយស្រួលចំណាំទេខ្សែភ្លើងបងប្អូនបាទគឺអត់មានអីបាត់ទេគឺដាក់ពងគឺឆ្លាស់គ្នារហូតខ្សែភ្លើងឥឡូវចាប់ដើមមើលទាំងអស់គ្នាបាទអាកន្លែងណាដែលរៀងលងគឺយើងច្បាច់យុទ្ធកម្មយើងច្បាច់តិចមកដើម្បីឲ្យវារៀងណែនតិចបងប្អូនបាទឥឡូវយើងទៅដូរត្រង់ថ្មីបាទនេះគឺរូបរាងបែបនេះបងបាទបងប្អូនអរគ្នាបាទជាងនេះនិយាយរឿងចាប់មកទៅបងប្អូនបាទឥឡូវចាប់ដើមដូរតម្រងថ្មីដើម្បីការពារបាទនៅទូលីបាទដែលមិនល្អនៅក្នុងធុងសាំងបាទកាលណាយើងបានដូរទេគឺបញ្ហាធ្វើឲ្យម៉ូទ័របូមសាំងយើងក៏ស្ទះ